សួស្តីអ្នកគ្នានេះគឺជាវីដេអូថ្មីមួយទៀតហើយដែលខ្ញុំទៅទិញប្រទាលថ្មីហ្នឹងហើយអ្នកនរគ្នាដូចវីដេអូចាស់ៗដែលខ្ញុំធ្លាប់ចេញពីមុនមកប្រទាលដែលខ្ញុំដាំពីមុនគឺវាអត់ធន់ជាមួយនឹងទឹកទេឥឡូវខ្ញុំបានសាកជាមួយប្រទាលនេះមួយទៀតហើយនេះវាមើលទៅវាធន់ជាងមុនហើយការដាំរបស់ខ្ញុំគឺមានន័យថាយើងដាក់ដោតនៅក្នុងថូតូចៗមួយនៅខាងក្នុងហ្នឹងអញ្ចឹងណាដើម្បីឲ្យត្រីយើងមាន space សម្រាប់ហែលកលឹងជុំវិញឬក៏ហែលលេងនៅចន្លោះហ្នឹងហើយខ្ញុំក៏បានបែកវាចេញដូចនៅក្នុងថូនេះចឹងហើយលក្ខណៈពិសេសរបស់រុក្ខជាតិនេះដែរគឺវាអាចរស់នៅក្នុងទឹកក៏បាននៅលើគោកក៏បានអញ្ចឹងដូចនៅក្នុងវីដេអូដែលខ្ញុំបង្ហាញនេះគឺមានន័យថាខ្ញុំដាំវានៅខាងក្រៅដោយសារអីខ្ញុំຕົកផ្លូវក្រោយមានន័យថាបើករណីថាក្នុងទឹកងាប់ at least ក៏យើងមានខាងក្រៅដែលអាចនៅរស់បានអញ្ចឹងណាហើយការដែលខ្ញុំទិញគឺមួយថូហ្នឹងគឺតម្លៃ$6តែខ្ញុំទិញមកនេះខ្ញុំទិញមកតេស្តដែរអ្នកនរគ្នាអញ្ចឹងបើសិនជាវាអាចរស់បានឬអីខ្ញុំនឹងថតវីដេអូបន្ទាប់ជូនអ្នកទាំងអស់គ្នាអញ្ចឹងណាហើយមួយទៀតអីដែលខ្ញុំដាក់នៅក្នុងថូហ្នឹងគឺថូតូចៗហ្នឹងគឺមានជីខ្មៅអ្នកទាំងអស់គ្នាជីខ្មៅហ្នឹងគឺខ្ញុំធ្លាប់បង្ហាញនៅក្នុងវីដេអូចាស់ដែរនៅពេលដែលយើងដាំរុក្ខជាតិអញ្ចឹងទៅមិនមែនបំបត្តិ stress តែត្រីអ្នកទាំងអស់គ្នាសូម្បីតែយើងអ្នកមើលហ្នឹងក៏យើងមានអារម្មណ៍ថាពេលដែលយើងមើលធម្មជាតិទៅក៏វាអាចកាត់ stress បានខ្លះដែរហើយនេះវិញខ្ញុំថត view ពីខាងលើគឺខ្ញុំ set up ភ្លើងនឹងមួយគ្រាប់ហើយនឹងមានភ្លើងខាងលើនឹងមួយគ្រាប់ទៀតសម្រាប់ខ្ញុំដាក់ dim វាចោលអញ្ចឹងហើយខ្សែឬក៏អីដែលអ្នកនរគ្នាឃើញហ្នឹងគឺជាខ្សែដែលខ្ញុំដោតជាមួយ power bank ណាអ្នកនរគ្នាហើយសម្រាប់អំពូលហ្នឹងគឺជាអំពូលប្រភេទសាកថ្មតែដោយសារខ្ញុំទិញមកខ្ញុំកំងពីចិនមកគឺវាលក្ខណៈថាវាសាកថ្មអត់សូវកាន់ប្រភេទអំពូលហ្នឹងអញ្ចឹងទៅខ្ញុំប្រើ power bank ជំនួយអូខេវាអាចរ៉ាន់បាន8ម៉ោងដែរសម្រាប់ power bank មកពេញហើយយើងអាចបើកវាចោលមកយើងទៅធ្វើការឲ្យមកវិញបានអញ្ចឹងណាដោយសារពេលដែលយើងបើកភ្លើងជាប់រហូតអញ្ចឹងវាធ្វើឲ្យត្រីយើងវាអាចចលនាហែលទៅហែលមកបានណាវាពេលដែលវាភ្លឺទៅវាហែលទៅហែលមកលេងនៅជុំវិញរុក្ខជាតិហ្នឹងហើយមួយទៀតពេលដែលយើងបើកពលឺអញ្ចឹងក៏វាជួយដល់រុក្ខជាតិយើងដែរដោយសារបច្ចុប្បន្នគឺខ្ញុំនៅក្នុងបន្ទប់មួយកន្លែងអញ្ចឹងណាអញ្ចឹងទៅអត់មាន space អត់មានទីតាំងសម្រាប់ដាក់ទូនឹងនៅខាងក្រៅដែលអាចត្រូវពលឺព្រះអាទិត្យបានដែលវាអាចជួយដល់រុក្ខជាតិយើងអញ្ចឹងខ្ញុំប្រើអំពូលហើយអំពូលនេះគឺមិនមែនជាអំពូលចិញ្ចឹមរុក្ខជាតិអីអ្នកនរគ្នាដោយសារអីអំពូលជាទូទៅគេមាន2 3ប្រភេទជាទូទៅគេមានប្រភេទចិញ្ចឹមរុក្ខជាតិដាក់ទូត្រីដាក់អីចឹងណាហើយវាមានតាមកំណត់របស់គេទៀតតែសម្រាប់ខ្ញុំប្រើអំពូលធម្មតាតែបើសិនជាអ្នកទាំងអស់គ្នាដាំប្រទាលលក្ខណៈថាដែលវាអត់សូវធន់ជាមួយនឹងទឹកចឹងខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាប្រើជីហើយនឹងប្រើអំពូលដែលត្រូវស្តង់ដារជាមួយនឹងរុក្ខជាតិដែរដោយសារវាមាន UV ដែលអាចជំនួសពលឺព្រះអាទិត្យយើងបានណាអ្នកនរគ្នាព្រោះអីជាទូទៅព្រះអាទិត្យបញ្ចេញ UV ទៅលើរុក្ខជាតិអាហ្នឹងខ្ញុំអត់សូវដឹង detail ដែរតែខ្ញុំធ្លាប់រៀនផែនដីចឹងជាទូទៅវាធ្វើរស្មីសំយោគពីពលឺព្រះអាទិត្យមកដែលឲ្យរុក្ខជាតិយើងលូតលាស់បានល្អចឹងណាហើយសម្រាប់នេះវិញគឺជាឧបករណ៍ដែលខ្ញុំថែមទឹកឲ្យរុក្ខជាតិខាងក្រៅដែលខ្ញុំទុកនៅខាងក្រៅនេះពេលដែលខ្ញុំបាញ់គឺខ្ញុំគ្រាន់តែ spray វាមកជោគទៅព្រលឹមឡើងអីហ្នឹងហើយបន្ទាប់មកខ្ញុំបើកពលឺហើយនឹងបើកប្រួយឲ្យមានពលឺចេញចូលតិចតួចដែរវាមិនមែនព្រះអាទិត្យ direct ហ្មងឯង